សូមនមស្ការចំពោះគុណបរតនត្រាយទាំង3គោរពថ្វាយបង្គំព្រះអង្គជាប្រធេរានុធេរៈគ្រប់ព្រះអង្គនេះគឺជាធ្វើដំណើរនិមន្តក៏ដូចជាអញ្ជើញទៅឯកោះភូវឹកប្រទេសវៀតណាមដោយការពឹងពាក់អ្នកអាស្រ័យរបស់ញាតិញោមដើម្បីឲ្យជូនក៏ដូចជាណែនាំដើម្បីទៅធ្វើចង្ហាន់នៅឯវត្តកោះភូវឹកផងក្នុងពេលនោះក៏ឆ្លៀតឱកាសទៅធ្វើចង្ហាន់ផងហើយនឹងរួចធ្វើចង្ហាន់ក៏យើងបាននាំញាតិញោមយាយតាធ្វើទេសចរគឺការដើរមើលណាក្នុងថ្ងៃនោះគឺជាថ្ងៃ20ខែធ្នូឆ្នាំ2025ជាងហើយនេះគឺជាទស្សនវិជ្ជាទាំងស្រុងបងប្អូនញាតិញោមទាំងអស់គឺធ្វើដំណើរនេះគឺយើងធ្វើដំណើរចាញ់ពីហាទៀងណាបងចាញ់ពីហាទៀងទៅយើងឆ្លងគេហៅឆ្លងនៅស្រុកគេហៅឆ្លងផាណាឆ្លងផាប្រហែលជា3ម៉ោងជាង3ម៉ោងជាងហើយបានដល់ណាបានដល់លើគោកហើយធ្វើដំណើរទៅញាតិញោមបងប្អូនពុទ្ធបរិស័ទជ្រាបស្រាប់ណាបងគឺនេះគឺជាកោះមួយដែលមានការរីកចម្រើនការអភិវឌ្ឍច្រើនគឺឆ្នាំនេះគឺឃើញថាប្លែកច្រើនណាប្រហែលជាឆ្នាំក្រោយទៀតរឹតតែប្លែកទៀតអញ្ចឹងបងប្អូនញាតិញោមណាចង់ទៅភូវឹកអាចមកតំណែងបានណាគឺអង្គស្មារភាពក៏ឡានក៏តាសេអញ្ចឹងដែរអញ្ចឹងញាតិញោមបងប្អូនបើចង់ទស្សនាក៏ដូចជាតាមដានហ្នឹងគឺអាចតាមដានបានព្រោះភូវឹកនេះមានច្រើនកន្លែងទេសចរច្រើនណាស់ទីកត្រកក៏មានកន្លែងគប់ក៏មានណាគប់ពីដើមណាក៏តំបន់ទេសចរដែរហើយក៏មានកន្លែងក្រោមទឹកនឹងក៏មានច្រើនសពគ្រប់បែបយ៉ាងហើយជាពិសេសនឹងគឺសម្បូរសាសណាសម្បូរសាសណាបងណាសម្បូរសាសគឺជាតិជនជាតិកូរ៉េបារាំងអីជាដើមគឺគេមកទេសចរច្រើនណាទេសចរច្រើនជាងញាតិញោមបងប្អូនអាចតាមដានណាជាពិសេសនោះគឺម្ហូបអាហារហ្នឹងក៏ច្រើននិយាយរួមទៅគឺមានសពគ្រប់បែបយ៉ាងទាំងអស់ដើម្បីបម្រើនៅសេវាទេសចរអ្នកដែលអញ្ជើញមកកោះភូវឹកនេះបន្តទៀតនេះសូមបងប្អូនញាតិញោមទស្សនាវីដេអូទាំងសំឡេងទាំងរូបភាពទាំងស្រុងហើយជាពិសេសនោះគឺកុំភ្លេចលើកទឹកចិត្តជួយដូចជា like ដូចជា share ដូចជា comment អីហ្នឹងគឺជួយដើម្បីលើកទឹកចិត្តអ្នកផលិតវីដេអូនេះបន្តទៀតจึงឲ្យសូមឲ្យញាតិញោមបងប្អូនទាំងអស់ទៅលេងក៏ដូចជាទៅកំសាន្តលក្ខណៈជាគ្រួសារជាក្រុមឬក៏ជាមិត្តភក្តិអីគឺអាចទៅកំសាន្តបានព្រោះកោះភូវឹកនេះឥឡូវកំពុងតែរីកចម្រើនណារីកចម្រើនច្រើនណាស់គឺអ្វីគឺមានសពគ្រប់ទាំងអស់សេវាបម្រើល្អហើយគឺក្រុមក៏ដូចជាពុទ្ធបរិស័ទអង្គស្មារភាពបានទៅផ្ទាល់ហើយកុំភ្លេចចូលលេងវត្តព្រះសង្ឃខ្មែររបស់ផងយើងផងព្រោះវត្តឥឡូវកំពុងតែត្រូវការថវិកាក៏ដូចជាបច្ច័យព្រោះពីមុនរដ្ឋអំណាចគេឲ្យរំកិលមកខាងនេះហ្នឹងបងណាវត្តពីដើមគេឲ្យធ្វើវត្តថ្មីហើយព្រោះពីដើមខ្លាចមូលហេតុគឺដោយសារប្រលានយន្តហោះខ្លាចទៅប្រលានយន្តហោះជាងហើយរដ្ឋអំណាចគេឲ្យសាងសង់កន្លែងថ្មីអញ្ចឹងញាតិញោមកុំភ្លេចចូលរួមកសាងវត្តខ្មែរនៅកន្លែងកោះភូវឹកផងហើយ
ចឹងហើយសូមអញ្ជើញក៏ដូចជាតាមដាននៅវីដេអូទាំងស្រុងដូចតទៅហើយបើខុសចន្លោះត្រង់ពាក្យសម្ដីឬកាត់តកន្លែងណាសូមឲ្យបងប្អូនញាតិញោមខមមិនជួយរិះគន់គ្នាដើម្បីយើងស្ថាបនាបន្តទៀតក៏សូមអញ្ជើញទស្សនាដូចតទៅ អ
។